ចាជំរាបសួរលោកគ្រូឥឡូវនេះខ្ញុំនឹងធ្វើការតាក់ទងនឹងធ្វើកិច្ចការតាក់ទងនឹង ASH នៅលើ Windows ទៅកាន់ Ubuntu server អញ្ចឹងដើម្បីធ្វើ ASH នឹងទៅកាន់ Ubuntu server បានគឺយើងត្រូវទៅឡើង Git ចឹងយើងធ្វើការទៅឡើង SSH នេះដើម្បី remote ទៅកាន់ Ubuntu server ចាអញ្ចឹងឥឡូវគឺខ្ញុំបានទៅឡើង Ubuntu រួចរាល់ហើយប៉ុន្តែមុននឹងចូលធ្វើការ remote គឺខ្ញុំត្រូវចូលទៅកាន់ setting ដើម្បីធ្វើការទៅមើលចូលទៅកាន់ network ចាអញ្ចឹងតើតើនឹងកន្លែង network នេះគឺ attach នេះគឺខ្ញុំត្រូវធ្វើការផ្លាស់ប្ដូរពី NAT ទៅយកពាក្យ brick adapter វិញហើយតើតើនឹងចាហើយដោយសារតែឥឡូវនេះតើតើនឹងកុំព្យូទ័រខ្ញុំគឺខ្ញុំប្រើ Wi-Fi អញ្ចឹងខ្ញុំធ្វើការយកអាលើគេនេះគឺ Internet Wi-Fi នេះប៉ុន្តែបើសិនជាករណីខ្ញុំប្រើខ្សែគឺខ្ញុំត្រូវយកអាក្រោមវិញប៉ុន្តែដោយសារតែជាក់ស្ដែងគឺខ្ញុំប្រើ Wi-Fi គឺខ្ញុំយកខាងលើនេះបន្ទាប់មកគឺខ្ញុំរៀបចំប៉ុណ្ណឹងហើយគឺខ្ញុំអូខេមកបន្ទាប់មកខ្ញុំធ្វើការចូលទៅកាន់ Ubuntu របស់ខ្ញុំចឹងខ្ញុំចាបន្ទាប់មកគឺខ្ញុំធ្វើការ login ខ្ញុំដាក់ password ចាអញ្ចឹងគឺនេះវាចេញមកហើយគឺខ្ញុំចូលបានហើយចាឥឡូវនេះដើម្បីនេះតឡើងនេះបានគឺខ្ញុំធ្វើការវាយខ្ញុំធ្វើការ update Ubuntu សិនគឺខ្ញុំវាយ command មួយគឺ sudo apt update ហើយខ្ញុំឲ្យវាយ password មកខ្ញុំចឹងឥឡូវនេះវាធ្វើការ update ហើយវាកំពុងធ្វើការ update ចាអញ្ចឹងបន្ទាប់ពីនេះហើយគឺខ្ញុំត្រូវតឡើង ASH ហ្នឹងនៅលើ Ubuntu អញ្ចឹងដើម្បីតឡើង ASH នៅលើ Ubuntu បានគឺខ្ញុំធ្វើការ update Ubuntu រួចហើយបន្ទាប់មកខ្ញុំត្រូវការវាយ command មួយគឺ sudo apt install open sh.server ចឹងខ្ញុំបន្ទាប់ពីខ្ញុំវាយនេះនឹងហើយគឺខ្ញុំ enter វាមកចាអញ្ចឹងនេះគឺយើងតឡើងវារួចរាល់ហើយចាអញ្ចឹងបន្ទាប់មកខ្ញុំចង់ដឹងថាកម្មវិធីដែលខ្ញុំបាន install ហ្នឹងគឺវាដើរឬក៏អត់គឺខ្ញុំត្រូវវាយ comment មួយដើម្បីចូលទៅឆែកមើល service ហ្នឹងអញ្ចឹងគឺខ្ញុំវាយsudo system ctl status ash service បន្ទាប់មកគឺខ្ញុំ sudo system ctl status ash service បន្ទាប់មកខ្ញុំធ្វើការ enter ទៅចាអញ្ចឹងដោយសារតែខ្ញុំវាយ comment check មើល service វាដំបូងគឺវា inactive អញ្ចឹងបន្ទាប់មកគឺខ្ញុំត្រូវវាយ comment ខ្ញុំត្រូវវាយ comment ដើម្បី start service នឹងឡើងវិញអញ្ចឹងឃើញថាវាចេញពណ៌ខៀវដាក់ថា active running ហើយអញ្ចឹងមានន័យថា service ខ្ញុំគឺដើរហើយចាអញ្ចឹងបន្ទាប់ពីខ្ញុំបានវា running អស់ហើយគឺខ្ញុំត្រូវចូលទៅកាន់ Git នេះគឺខ្ញុំដោយសារតែយើងត្រូវវាយ remote គឺយើងត្រូវការមើលhostname
IP របស់យើងជាអញ្ចឹងខ្ញុំវាយ comment hostname ដក i ធំហើយខ្ញុំមានអ៊ីនធឺណិតខ្ញុំគឺ IP របស់ខ្ញុំគឺ 192.168.135 ហើយ user របស់ខ្ញុំជាឈ្មោះខ្ញុំឈ្មោះនីតាអញ្ចឹងខ្ញុំចូលទៅកាន់ git នេះមកបន្ទាប់មកខ្ញុំវាយ ash ដក clear នីតា add 192.168.100.100.35 ចឹងនៅពេលដែលខ្ញុំវាយប៉ុណ្ណឹងហើយគឺខ្ញុំធ្វើការ enter ទៅអញ្ចឹងគឺវាត្រូវការតាក់ទងនឹង fingerprint ចឹងខ្ញុំចុចពាក្យ yes ហើយខ្ញុំវាយ password របស់ខ្ញុំហើយខ្ញុំធ្វើការ enter ដើម្បី log in ចូលចាអញ្ចឹងឥឡូវនេះគឺខ្ញុំ remote ចូលយូរបន្ទោះរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការពេលដែលខ្ញុំ remote ចូលហើយខ្ញុំចង់ដឹងថាវាចូលអត់ប៉ុន្តែឥឡូវខ្ញុំធ្វើការ clear screen មួយសិនបន្ទាប់មកខ្ញុំចង់ដឹងថាវាចូលអត់គឺខ្ញុំចូលទៅកាន់ cd root ហើយខ្ញុំវាយ ls ចាអញ្ចឹងវាឃើញវាចេញចឹងឥឡូវនេះខ្ញុំធ្វើការចាក់ចេញមកវិញគឺខ្ញុំចុច exit ចឹងនៅពេលដែលខ្ញុំ exit មកគឺខ្ញុំបានចូលមកកាន់ពេលខ្ញុំចុច exit ទៅគឺវានឹងត្រូវចាក់ចេញមកលើ window នៅកន្លែងដើមវិញនេះគឺដែលយើងបានឃើញនេះចាអញ្ចឹងខ្ញុំធ្វើការ remote ASR ទៅកាន់យូរបន្ទោះខ្ញុំគឺ remote ចូលរួចរាល់ហើយខ្ញុំបានធ្វើការ exit ចាក់ចេញមកកាន់ window មកកន្លែងដើមវិញហើយអរគុណច្រើនលោកគ្រូកិច្ចការងារខ្ញុំប៉ុណ្ណឹងសូមអរគុណច្រើនលោកគ្រូសូមជម្រាបលា